បងគេជាសង្សារ6 ឆ្នាំរបស់ខ្ញុំ6 ឆ្នាំវាយូរខ្លាំងណាស់បងគិតមើលពួកយើងបានសាងអនុស្សាវរីយ៍ល្អៗមកគ្នាជាច្រើនហើយបងបានផ្ដល់មេរៀនជាច្រើនដល់ខ្ញុំ6 ឆ្នាំនិង6 ខែវាខុសគ្នាឆ្ងាយតែបើសិនជាបងចង់សួរខ្ញុំថាខ្ញុំនៅស្រឡាញ់បងអត់គឺខ្ញុំនៅតែស្រឡាញ់បងអញ្ចឹងតែបើខ្ញុំត្រឡប់ទៅរកបងវិញខ្ញុំសូមមកត្រឡប់ទៅវិញតែខាតទោះក្នុងកលៈទេសៈណាក៏ដោយសាក់ចង់ដឹងអត់ថាហេតុអីព្រោះបងលីបេគាត់ច្បាស់លាស់ជាមួយខ្ញុំហើយរឿងដែលសាក់មិនដែលធ្វើជាមួយខ្ញុំគឺគាត់ធ្វើចំនួនទាំងអស់ហើយខ្ញុំក៏មិនត្រឡប់ទៅអានផលចាស់ៗដដែលដែរព្រោះថាចុងក្រោយសាច់រឿងនៅតែដដែលគ្មានការផ្លាស់ប្ដូរសោះអរគុណណាស់ដែលធ្វើឲ្យខ្ញុំដឹងថាការដែលលាក់ជាមួយមនុស្សខ្លួនឯងស្រឡាញ់វាគ្មានន័យទេទោះបីជាការស្រឡាញ់គ្នាវាជារឿងមនុស្សពីរនាក់ក៏ដោយចិត្តខ្ញុំទៅសិននេះណាឲ្យសាក់ត្រូវទៅរស់នៅឲ្យមានក្តីសុខដូចជាខ្ញុំហើយបើស្រឡាញ់អ្នកណាក៏ប្រហាក់បើគេដឹងទៅព្រោះថាសម័យនេះពិបាករកមនុស្សដែលស្រឡាញ់យើងពិតប្រាកដណាហើយពាក្យសំទោសមុននេះខ្ញុំមហោសកម្មអសាក់ហើយក៏អរគុណដូចគ្នាលីហើយណាសង្សារចាស់មកក្រោយតែគេធ្វើឲ្យអូនប្រចិត្តតើបងគេឃើញពិតតែដូចមនុស្សស្និទ្ធស្នាលរាប់ឆ្នាំ